ទីផ្សារ smartphone នាពេលបច្ចុប្បន្ននេះកំពុងតែក្តៅគគុកជាមួយទូរស័ព្ទដៃ iPhone 17 Pro Max ហើយនរណាក៏គេឃើញផុសដែរផុសផ្ទុះ content អីក៏ដែរឲ្យតាក់ទងជាមួយនឹង17 Pro Max គឺផ្ទុះតែម្ដងប្រដំប្រសងជាមួយនឹងទូរស័ព្ទដៃ iPhone 17 Pro Max នេះក្រុមហ៊ុន Xiaomi គឺមានជាមួយនឹងទូរស័ព្ទដៃ Xiaomi 17 Pro Max មកជាមួយផងដែរដែលវាមានលក្ខណៈសន្តានប្រកបប្រជែងខ្លាំងមែនទែនទូរស័ព្ទដៃទាំងពីរនេះគឺមានសន្តានដូចគ្នាច្រើនមែនទែនដល់ថ្នាក់មានគេផុសថា case របស់ទូរស័ព្ទដៃ Xiaomi 17 Pro ហ្នឹងគឺអាចដាក់ត្រូវជាមួយនឹងទូរស័ព្ទដៃ iPhone ថែមទៀតផងយ៉ាគឺវាស្រដៀងគ្នាខ្លាំងហើយសូម្បីតែផ្នែកខាងក្រោយនៃស៊ុមកាមេរ៉ាហ្នឹងក៏មានសន្តានដូចគ្នាដែរ Apple គេធ្វើស៊ុមកាមេរ៉ានេះហើយដាក់ក្រប flash ហ្នឹងនៅផ្នែកខាងស្ដាំរៀងឆ្ងាយបន្តិចប៉ុន្តែក្រុមហ៊ុន Xiaomi គឺធ្វើការដាក់នៅអេក្រង់មួយទាំងមូលនៅផ្នែកខាងក្រោយនេះតែម្ដងតែអេក្រង់នេះអាចឲ្យយើងធ្វើការតាំង wallpaper និងប្រើប្រាស់កម្មវិធីមួយចំនួនមិនត្រឹមតែប៉ុណ្ណោះវាមានជាមួយនឹង case សម្រាប់ធ្វើការប្រើប្រាស់អាចឲ្យយើងលេងហ្គេមបានថែមទៀតផងហើយ case នេះគឺជារបស់ទិញបន្ថែមខាងក្រៅទេទិញពីក្រុមហ៊ុនបានផ្ទាល់តែម្ដងហើយខ្ញុំក៏តបានតេស្តដែរខ្ញុំអត់ដឹងថាវាយ៉ាងម៉េចទេប៉ុន្តែមើលទៅអា game នៅក្នុងនេះគឺជាកម្មវិធីដាច់ដោយឡែកមួយសម្រាប់ធ្វើការប្រើប្រាស់នៅលើ screen ផ្នែកខាងក្រោយនេះផ្ទាល់អូខេអញ្ចឹងអេក្រង់ផ្នែកខាងក្រោយនេះធ្វើឲ្យខ្ញុំនឹកឃើញរបស់មួយដែលមានការចាក់អារម្មណ៍កាលពីឆ្នាំ2021គឺទូរស័ព្ទដៃ Xiaomi 11 Ultra ទូរស័ព្ទដៃ Xiaomi 11 Ultra គឺជាទូរស័ព្ទដៃដែលខ្ញុំពេញចិត្តខ្លាំងមែនទែននៅក្នុងឆ្នាំហ្នឹងគឺវាមានលក្ខណៈលេចធ្លោប្លែកមានអេក្រង់ផ្នែកខាងក្រោយហើយមានការលេងខ្សោយច្រើនមែនទែននៅពេលហ្នឹងគឺគេដាក់មិនត្រឹមតែម៉ោងមិនត្រឹមតែអីទេគេដាក់ជាមួយនឹង mode ផ្សេងៗដើម្បីឲ្យខាងក្រោយហ្នឹងអាចធ្វើការ play video បានថែមទៀតផងអញ្ចឹងវាតំណងមែនទែនហើយពេលហ្នឹងខ្ញុំអត់បានតេស្តទូរស័ព្ទដៃ Xiaomi 11 Ultra ទេដោយសារតែអត់មានលុយនិយាយទៅអត់មានលុយតេស្តទេអត់មានទូរស័ព្ទដៃ flagship យកទៅប្រើប្រហែលទេនៅហ្នឹងប៉ុន្តែក្នុងឆ្នាំបន្តមកទៀតគឺគេអត់បានធ្វើការអភិវឌ្ឍឲ្យទូរស័ព្ទដៃជំនាន់ក្រោយរបស់ Xiaomi 12 Ultra ហ្នឹងមានអេក្រង់ទេគេធ្វើជាកងរង្វង់មូលនៅផ្នែកខាងក្រោយទៅវិញអញ្ចឹងដូចគេបំភ្លេចនៅអេក្រង់ផ្នែកខាងក្រោយនឹងអញ្ចឹងណាសម្រាប់ខ្ញុំពេញចិត្តនៅអេក្រង់ផ្នែកខាងក្រោយនេះខ្ញុំចង់ឃើញគេអភិវឌ្ឍបន្តទៀតហើយអត់មានវត្តមានវាសោះរហូតដល់ឆ្នាំ2025នេះទើបមានការអភិវឌ្ឍបន្តជាមួយទូរស័ព្ទដៃ Xiaomi 17 Pro Max ជាឃើញហើយគឺថាវាមានអេក្រង់ផ្នែកខាងក្រោយបែបហ្នឹងនិយាយមែនតើទៅសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំនេះទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xiaomi 17 Pro Max 17 Pro មានអេក្រង់ផ្នែកខាងក្រោយនេះគឺធ្វើឲ្យមានការចាក់អារម្មណ៍ខ្លាំងនៅលើទីផ្សារខ្ញុំនិយាយស្មោះត្រង់គឺខ្ញុំចូលចិត្តជាមួយនឹងអេក្រង់ផ្នែកខាងក្រោយនេះប៉ុន្តែយ៉ាងណាមិញខ្ញុំអត់បានតេស្តសាកល្បងជាមួយនឹងទូរស័ព្ទដៃ Xiaomi 17 Pro Max នោះទេអញ្ចឹងមានតែរងចាំមើលទាំងអស់គ្នាថាតើនៅពេលដែលខ្ញុំបានតេស្តវាពិតជាល្អដូចគេនិយាយមែនអត់អូខេចូលជាកាន់ទូរស័ព្ទដៃ Xiaomi 11 Ultra ខ្ញុំសូមបង្ហាញតិចទៅទូរស័ព្ទដៃនេះគឺជាទូរស័ព្ទដៃដែលមានវត្តមានក្នុងឆ្នាំ2021វាប្រើប្រាស់ជាមួយនឹង chip Snapdragon 888វាក៏មានជាមួយនឹងការប្រកួតប្រជែងទៅលើផ្នែកកាមេរ៉ាខ្លាំងផងដែរតែកាមេរ៉ាខាងក្រោយរបស់វាទាំងអស់នេះគឺវាមានទំហំ50 megapixel និង48 megapixel ពីរគ្រាប់សម្រាប់ lens ultra wide និង lens telephoto ហើយសម្រាប់ lens telephoto របស់វាគឺអាចថតក្នុងកម្រិត120គុណនៅនោះអញ្ចឹងរូបភាពវាគឺអាចទទួលយកបានទោះបីជាអំឡុងពេលនៃពេលបច្ចុប្បន្ននេះក៏ដោយក៏វាអាចថតបានស្អាតផងដែរហើយបើទោះបីជាវាជាទូរស័ព្ទដៃដែលមានអាយុកាលជិត5ឆ្នាំហើយក្តីប៉ុន្តែវានៅតែទទួលបានជាមួយនឹងការអាប់ដេតទៅជាទូរស័ព្ទដៃដែលប្រើប្រាស់ជាមួយនឹង OS ចំនួនខ្ពស់មួយផងដែរពីក្រុមហ៊ុន Xiaomi គឺ HyperOS និយាយទៅដល់អ្នកវីដេអូនេះមិនមែនឲ្យអ្នកនរគ្នាមកប្រៀបធៀបជាមួយនឹងទូរស័ព្ទដៃ Xiaomi 17 Pro ឬក៏ទូរស័ព្ទដៃ Apple ជាមួយនឹង11 Ultra នេះទេគ្រាន់តែខ្ញុំចង់បញ្ជាក់ថាវា inspiration ធ្វើឲ្យមានការចាក់អារម្មណ៍ហើយធ្វើឲ្យមានការនឹកឃើញពីទូរស័ព្ទដៃមួយគ្រឿងនេះអញ្ចឹងហើយបាទខ្ញុំយកវាមកបង្ហាញអ្នកនរគ្នាបន្តិចទៅចំពោះទូរស័ព្ទដៃ Xiaomi 11 Ultra នេះគឺអ្នកនរគ្នាអាចធ្វើការស្វែងរកទិញបាននៅហាង Best Phone Store ដែលមានតម្លៃខ្ទង់$200ជាងទេហើយ spec ប៉ុណ្នេះគឺយកមកលេងហ្គេមបានហើយយកមកថតរូបក៏បានដែរអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ